ក្នុងការប្របានព្រមត្តនសោយរីកក្នុងនគរពារិណសីការនោះព្រះពុទ្ធជាម្ចាស់ទ្រង់សោយកំណើតក្នុងនាមជាកុតលមានុដែលបានសិក្សាសិល្បៈសាស្ត្ររបស់អ្នករបាំមានកិត្តិស័ព្ទល្បាញទូទាំងសកលលោកព្រះបានព្រមត្តនការបដិងហើយក៏ហៅកុតលមានុមកដេញពិនថ្វាយព្រះអង្គក្រោយសណ្ដាប់ហើយទ្រង់មានប្រតិត្រេកអរជាខ្លាំងអ្នកដេញពិនពិរោធដោយកិត្តិស័ព្ទមែនអ្នកពិតជាបុគ្គលអស្ចារ្យណាស់យើងនឹងតែងតាំងអ្នកជាអាចារ្យធំបំផុតនៅទីនេះក្រោយបានជោគជ័យនេះនឹងទទួលបានប្រាក់រង្វាន់ជាប្រចាំមានុក៏យកទៅទំនុកបំរុងចិញ្ចឹមមាតាបិតារបស់ខ្លួនដោយសេចក្តីគោរពអ្នកមានគុណទាំងទ្វេកូននឹងមើលថែរក្សាដល់អ្នកនឹងតបស្នងនៅគុណូបការៈដែលអ្នកមានចំពោះកូនមិនឲ្យអ្នកមានគុណលំបាកទៀតទេកូនដ៏ប្រពៃសូមកូនលួសទៅដោយសេចក្តីចម្រើនជារៀងរហូតណាកូនណាក្នុងកាលខាងក្រោយមកមានបរិសម្នាក់ឈ្មោះមុសិលៈបានឮដំណឹងថាកុតលមានុក្លាយជាអាចារ្យហើយពូកែខាងរបាំដូរតន្ត្រីយ៉ាងល្អឯកក៏សូមចូលទៅរៀនតែកុតលាចារ្យមើលដឹងថាមានុរូបនេះជាជនមិនល្អទើបប្រាប់ទៅមានុយ៉ាងនេះថាខ្ញុំគ្មានឱកាសបង្រៀនទេចូលអ្នកទៅរកអាចារ្យរៀនទៀតចុះពេលនោះមុសិលមានុមិនព្រមចេញទៅណាឡើយដោយហេតុចង់រៀនសូត្រទើបមានុសុខចិត្តនៅបម្រើមាតាបិតាព្រះពោធិសត្វរហូតមាតាបិតាទ្រង់អង្វរឲ្យព្រះអង្គជួយបង្រៀនដល់មុសិលៈមានុនេះមានសេចក្តីគួរឲ្យសង្វេគជាខ្លាំងសូមកូនជួយសង្គ្រោះដល់មានុនេះផងទៅចុះកុតលមានុក្រោយមាតាបិតាអង្វរដូចនេះហើយក៏ព្រមបង្រៀនមុសិលៈណាស់ហើយចុះខ្ញុំនឹងបង្រៀនដល់អ្នកតែសូមអ្នកកុំមានសេចក្តីប្រមាថឲ្យសោះក្រោយរៀនចេះស្ទាត់ដោយអាចារ្យរបស់ខ្លួនមុសិលមានុក៏កើតចិត្តអកតញ្ញូចង់ខ្ពស់ស្មើនឹងគ្រូរបស់ខ្លួនហើយអង្វរសុំកុតលាចារ្យចូលទៅបម្រើព្រះបាទព្រហ្មទត្តដោយមានសេចក្តីសង្គ្រោះកុតលាចារ្យក៏នាំមុសិលៈទៅថ្វាយព្រះបាទព្រហ្មទត្តហើយទូលថាបងពុទ្ធព្រះអង្គសូមព្រះករុណាជាម្ចាស់ជីវិតលើត្បូងជួយសង្គ្រោះដល់មុសិលមានុនេះឲ្យទៀនផងព្រោះគេជាកូនសិស្សរបស់ទូបង្គំមានុនេះចេះដេញពិនពិសេសណាស់ព្រះរាជាទ្រង់ព្រះសណ្ដោហើយក្រោយមកក៏ទ្រង់បញ្ជាឲ្យមុសិលៈដេញពិនថ្វាយព្រះអង្គជាដរាបក្រោយស្ដាប់ហើយព្រះអង្គទ្រង់សពព្រះរាជហឫទ័យកន្លងបានប្រទានយស័ក្តិនិងប្រាក់ខែពាក់កណ្ដាលនិងប្រាក់ខែរបស់កុតលាចារ្យឲ្យដល់មុសិលមានុក្រោយលងទៅដោយអំណាចនៃសេចក្តីលោភលន់និងភាពរមើលគុណមុសិលៈបានទូលសុំទៅព្រះរាជាថាបងពុទ្ធព្រះអង្គឥឡូវនេះកុតលាចារ្យប្រែប្រួលអស់ហើយគេជាមនុស្សមានអំនួតក្អេងក្អាំងណាស់គេគិតថាគ្មានអ្នកណាចេះស្មើនឹងគេទេដូច្នេះសូមព្រះមហារាជហៅគាត់មកដេញពិនលបងនឹងទូលបង្គំម្ដងមើលតើរវាងទូលបង្គំនិងកុតលាចារ្យអ្នកណាដណ្ដើមបានដៃឯកដេញពិនប្រចាំព្រះនគរបើដូច្នេះចាំអញឲ្យដំណឹងទៅកុតលាចារ្យកំណត់7ថ្ងៃទៀតឲ្យមកដេញប្រឡងនៅពីមុខព្រះបរមរាជវាំងក្រោយទទួលបានដំណឹងកុតលាចារ្យមានការពិចារណាដឹងថាមុសិលមានុនោះជាមនុស្សក្មេងរឹងមាំនិងមានកម្លាំងខ្លាំងជាងខ្លួនបើសិនដេញពិនច្បាស់ណាស់ខ្លួនមិនអាចឈ្នះនឹងគេឡើយដោយមិនចង់ប្រឡងទើបកុតលាចារ្យសោកចិត្តទៅចងកសម្លាប់ខ្លួនដោយសម្រេចចិត្តចុះឡើងអស់6ថ្ងៃមិនដាច់ចិត្តចាកចោលអ្នកមានគុណបើខ្ញុំប្រឡងខ្ញុំនឹងមិនមានឡើយនៃជ័យជំនះខ្ញុំនឹងមានតែភាពអាម៉ាស់ឥតកណនីហើយតែបើខ្ញុំនឹងស្លាប់តើបានអាណាសង្គ្រោះអ្នកមានគុណខ្ញុំបន្តទៀតខ្ញុំមិនអាចបោះបង់អ្នកមានគុណដោយការស្លាប់នោះទេដោយអំណាចនៃសេចក្តីកតញ្ញូរបស់កុតលាចារ្យព្រះសកទេវរាជក៏ចុះមកបង្ហាញខ្លួនពីមុខកុតលាចារ្យហើយសួរនាំកុតលាចារ្យក៏បានដំណើររឿងរ៉ាវប្រាប់សពគ្រប់កុតលាចារ្យដ៏កតញ្ញូយើងនឹងជួយដល់អ្នកយើងសន្យាថានឹងផ្ដល់ជ័យជំនះទាំងឡាយចំពោះអ្នកតែសូមអ្នកសន្យាជាមួយនឹងយើងកុំមានវិវេអីសោះបងពុទ្ធព្រះអង្គទូលព្រះបង្គំនឹងធ្វើតាមទាំងអស់ដើម្បីលុបលាងនៅវិបដិសារីនិងភាពភ័យខ្លាចនៅពេលនេះខ្ញុំព្រះអង្គសូមត្រឹមបានរក្សាមើលថែអ្នកមានគុណដូចគ្រាកន្លងប៉ុណ្ណោះកាលបើដល់ពេលប្រកួតហើយកុតលាចារ្យក៏ស្លៀកពាក់ចូលទីប្រកួត
នឹងយកពិនខ្សែ7ចូលទៅកាន់ទីប្រជុំចំណែកព្រះឥន្ទទ្រង់ក៏ប្រកាសខ្លួននៅពីលើមេឃចាំជួយតាមសន្យាដោយបង្ហាញឲ្យតែកុដលាចាឃើញតែម្នាក់ឯងគត់ពេលប្រកួតព្រះឥន្ទបញ្ជាឲ្យកុដលាចាបណ្ដែកខ្សែពិនម្ដងមួយហើយសំឡេងពិនក៏កាន់តែពីរោះទៅលើសពិនរបស់មុសលមានុដោយឃើញកុដលាចាបណ្ដែកពិនពីរោះដូចនេះមុសលមានុក៏តាំងផ្ដាច់ពិនតាមកុដលាចាតែបែរជាធ្វើឲ្យសំឡេងពិនមិនពីរោះទៅពួកមហាជនក៏ស្រែកហូកងរំពងព្រះបាទព្រហ្មទត្តក៏បញ្ជាឲ្យគេយកច្រវាក់តាក់កមុសលមានុអូសបញ្ចេញទៅខាងក្រៅទីប្រជុំ